មានចំណេះដឹងតើវាបានប្រយោជន៍អីបើក្បាលយើងគេទិញដូចក្បាលសត្វសំណួរល្អស្នូជើងបាក់សីដើរដីបាត់ដំបងអត់ហ៊ានដាក់ឈ្មោះពិតប្រាកដទេឥឡូវចាប់ផ្ដើមចេះចាប់ផ្ដើមពីចំណេះដឹងទៅណាចាប់ផ្ដើមចំណេះដឹងបើមនុស្សមានចំណេះដឹងហើយលាក់មុខអត់ហ៊ានចាញ់មុខផ្ទាល់តើតម្លៃនៃចំណេះដឹងយកទៅប្រើមិនកើតអានឹងដំបូងអញ្ចឹងស្នូជើងបាក់សីសួរខ្លួនឯងថាខ្លួនឯងមានតម្លៃអីអត់មានអ្នកណាឲ្យតម្លៃចៅឯងឬក្មួយឯងទេតែក្មួយឯងមានតម្លៃទេដែលក្មួយឯងដាក់ឈ្មោះថាស្នូជើងបាក់សីមកនិយាយជាមួយតាមានតម្លៃទេតាអានហើយតាចង់ឆ្លើយក៏បានមិនចង់ឆ្លើយក៏បានពីព្រោះចៅឯងអត់មានតម្លៃទេចៅឯងជាជនអនាមិកដ៏អន់ជាទីបំផុតតែបានទេចុះមិនបានតាឆ្លើយតាចង់ប្រាប់បំបែងក្បាលចៅឯងខ្លាចលោតនៅសល់ខួរក៏ប៉ិនរឹសខ្ជាយអាចយល់បានថាមនុស្សយើងកាលណាយើងអត់មានអត្តសញ្ញាណត្រឹមត្រូវណាស្នូជើងបាក់សីកាលណាយើងអត់មានអត្តសញ្ញាណត្រឹមត្រូវយើងជាសម្រាមយើងអត់មានតម្លៃទេហ្នឹងមួយចាប់ផ្ដើមតម្លៃពីហ្នឹងមកឥឡូវឆ្លើយចំណេះដឹងតើវាបានប្រយោជន៍អីបើយើងលក់ក្បាលចាំប្រាប់ណាចាណាពេលតាទៅរៀនគោលដៅរបស់តាគឺចាប់ផ្ដើមលក់ខ្លួនណាចាណាចៅស្ដាប់ឲ្យបានពេលតាចូលរៀនពីឆ្នាំ80ដល់86គោលដៅគឺលក់ខ្លួនចាំតាប្រាប់ពីរបៀបលក់ខ្លួនពីព្រោះខួរក្បាលចៅឯងវាតូចជាងក្តរខ្ជាយអញ្ចឹងចង់ប្រាប់ចៅឯងឲ្យយល់អាណិតណានឹកឃើញតែកើតមកឆ្មបទាញចាញ់មកឃើញពលឺថ្ងៃឲ្យយល់តាទៅរៀនឆ្នាំ80ដល់86គឺត្រៀមលក្ខណៈដើម្បីលក់ខ្លួនពីព្រោះខ្លួនកាលណាអត់មានចំណេះដឹងលក់វាបានថោកកាលហ្នឹង1ម៉ោង$3.30 $3.15សេនណាតែបើរៀនបានចេះដឹងទៅលក់ខ្លួនបានថ្លៃ1ម៉ោងជិត$20អញ្ចឹងដែលទៅរៀនហ្នឹងណាពី80 86នេះគឺត្រៀមលក់ខ្លួនណាចាអូខេដល់ពេលរៀនចប់ចេញមកលក់ខ្លួនរហូតអស់47ឆ្នាំដល់តាចូលនិវត្តន៍តានៅលក់ខ្លួនទៀតតាធ្វើ MMO នោះ MMO មានន័យថា make money online make money online នេះគឺលក់ខ្លួនដាក់ខ្លួននៅមុខកាមេរ៉ានិយាយឲ្យគេស្ដាប់ដើម្បីរកលុយតាម online លក់ខ្លួនទៀតអញ្ចឹងជីវិតតានេះនៅពេលធំដឹងក្តីម៉ែគាត់ចិញ្ចឹមមកពេញកំឡោះគាត់មុនពេញកំឡោះរហូតដល់ពេញកំឡោះគឺរកស៊ីលក់ខ្លួនរហូតអញ្ចឹងសួរចៅឯងស្នូជើងបាក់សៃដើរដីបាត់ដំបងបើចៅឯងមិនលក់ទេចៅឯងច្បាស់ជាអត់បាយស៊ីអញ្ចឹងសំណួរចៅឯងទៅសួរថាមានចំណេះដឹងធ្វើអីបើក្បាលគេទិញបានក្បាលសម្រាប់តែគេទិញទេឲ្យតែត្រូវថ្លៃវាអត់មានថោកទាបអីនឹងគេទិញទេអ្នកដែលរៀនចប់ចូលធ្វើរាជការគឺលក់ខ្លួនឲ្យរាជការនិងចំណេះដឹងដើម្បីទៅបំរើរាជការអ្នកដែលចូលធ្វើការនៅក្រុមហ៊ុនគឺទៅបំរើក្រុមហ៊ុនលក់ខ្លួនគ្រាន់តែគេចែកពេលដេកពេលឯកជនតែប៉ុណ្្នឹងម៉ោងធ្វើការបើចៅឯងធ្វើការឲ្យគេចៅឯងត្រូវធ្វើកិច្ចការតាមវិន័យគេគឺលក់ខ្លួនឲ្យគេបើចៅឯងមិនស្ដាប់គេដេញក្បាលចៅឯងចោលយល់នៅចៅដូច្នេះរឿងលក់ក្បាលនេះណាអារាំងស៊ីកាលវាចាញ់ពីសាលាមកវាលក់ក្បាលឲ្យក្រុមហ៊ុនបារាំងប្រពន្ធវាក៏លក់ក្បាលហើយដល់ឥឡូវវាលក់ក្បាលឲ្យស្រោមសបុតគឺវាចាញ់មុខមកបោកប្រាស់គេដើម្បីស្រោមសបុតអានេះគេហៅលក់ក្បាលដើម្បីលុយស្រោមសបុតចំណែកអាកឹមសុកវាចង់ចាញ់មកក្រៅវាទៅតែមកក្រៅដើម្បីវាលក់ក្បាលឲ្យមនោគមវិជ្ជាអារាំងស៊ីស្រែកឡូឡាទៅគេចាប់វាដាក់គុកអីចឹងវាចាញ់ពីគុកមកវិញគេឲ្យវាចាញ់មកក្រៅអាហ្នឹងក៏លក់ក្បាលឲ្យគេដែរចាអញ្ចឹងលក់ទៅតាមតម្លៃដែលយើងចូលចិត្តវាអត់មានថោកទាបទេហើយចៅឯងសប្ងៃនេះច្រាស់ច្រំកណ្ដាលដើមទ្រូងបោះលៀននេះដែលដាក់អាហារចូលកាពះនេះចៅឯងទៅទិញគេទេឬក៏ចៅឯងជប់បានដូចវេទមន្តអត់ទេចៅឯងទៅទិញគេហើយចៅឯងទៅទិញគេយកអីទៅទិញគេយកលុយទៅទិញគេហើយចុះគេលក់ហ្នឹងគេលក់យកអីគេលក់យកលុយដូច្នេះការទិញការលក់ហើយចៅឯងហ្នឹងក៏លក់ក្បាលឲ្យគេដែរបើចៅឯងមិនលក់ក្បាលឲ្យគេទេចៅឯងធ្វើមិនបានលុយយកមកចាយអញ្ចឹងមនុស្សយើងកើតមកលក់ចុះប្រធានាធិបតីដូណាល់ត្រាំលក់ក្បាលលក់ក្បាលឲ្យគេបើមិនលក់ក្បាលឲ្យគេមិនបានធ្វើប្រធានាធិបតីហើយបើកាលគាត់នឹងជាប្រធានក្រុមហ៊ុន Trump Organization គាត់លក់ក្បាលតកែកាស៊ីណូក៏លក់ក្បាលឲ្យគេតកែអចលនៈទ្រព្យក៏លក់ក្បាលឲ្យគេអញ្ចឹងក្បាលហ្នឹងគេសម្រាប់តែលក់ទេចៅកុំភ្លើពេកបើឯងមិនលក់ទេណាឯងបានអីច្រំមកពីឯងភ្លើហ្នឹងហើយបើឯងយល់ថាការលក់ក្បាលនេះគឺជាអំពើថោកទាបវាអត់ថោកទាបទេអញ្ចឹងហើយបានអញចាក់បដ ாய் ពួកអាក្តរខ្ជាយពួក
ខួរប្រប៉ិនមើមខ្ជាយនេះអញចាក់បដ ாய் អញថាអញលក់វាទៅម៉ែអីឯងឲ្យតែត្រូវថ្លៃប៉ុន្តែចៅឯងនេះតែអាចទិញតាបានទេចម្លើយថាទិញអត់បានទេវាអត់ត្រូវថ្លៃចៅឯងជាសម្រាមអត់មានលទ្ធភាពមកទិញតាទេព្រោះតាស៊ី200000ឡើងលើចៅឯងរកបានយ៉ាងច្រើនមួយខែ20000មានលុយណាមកទិញតាអញ្ចឹងប្រាប់ឲ្យហើយណាអារឿងលក់ក្បាលនេះឲ្យតែត្រូវថ្លៃលក់ហើយដែលរៀនចេះហ្នឹងណាចង់លក់បានថ្លៃកុំភ្លើចៅឯងបាក់សៃអីដើរជើងប្រកាច់យកអីហ្នឹងមានចំណេះចេះដឹងប៉ុណ្ណាឥឡូវបើចៅឯងទៅក្រាបថ្វាយបង្គំលោកហ៊ុនសែនថាលោកឪពុកសុំទិញក្បាលខ្ញុំទៅលោកហ៊ុនសែនថាចៅហើយអញឲ្យ100ចុះណាចៅអញឲ្យ100ប៉ុន្តែអញមិនដឹងយកអញទៅកាត់អាចអីទេលោកហ៊ុនសែនប្រាប់អញ្ចឹងណាទៅថ្វាយបង្គំមកឆែបមកក្ដិះនៅកំពង់ឆ្នាំងបកោណាចន្ទមនីខ្ញុំកណាចង់លក់ឆែបមកនេះវាថាបាត់ជើងត្មាទុកជន់ក្បាលអាមួយគ្រូវិបស្សនានោះបានលុយច្រើនជាងយកជើងត្មាទៅដាក់លើក្បាលចៅឃើញទេសូម្បីតាឆែបមកក្ដិះនៅកំពង់ឆ្នាំងក៏វាអត់ទិញក្បាលចៅឯងតាគ្រាន់តែទៅលេងស្រុកខ្មែរណាចៅខ្លះកោទឹកថ្នោតជូរឲ្យផឹកចៅខ្លះលក់មាសចៅខ្លះនាំដើរអង្គរវត្តចៅខ្លះនាំជិះកបីចៅខ្លះនាំជិះម៉ូតូដប់សូម្បីតាអាផៃវណ្ណៈអីនឹងនាំគ្នាជុលកែវមកចៅឯងមិនអាចទេមានអាណាទៅជុលជាមួយអញ្ចឹងតម្លៃចៅឯងវាទាបជាងតម្លៃក្បាលតាហ្នឹងប្រហែលជា2លានដងហើយចៅឯងមិនគិតខំប្រឹងរៀនចៅឯងឆ្ងល់គេលក់ក្បាលបញ្ជាក់ម្ដងទៀតក្បាលមនុស្សដែលគេខំរៀនហ្នឹងណាគឺដើម្បីលក់អ៊ីឡាន់មូសពីដើមក៏លក់ក្បាលឲ្យគេឥឡូវធ្វើតកែគេក៏លក់ដែរលក់កុងត្រាដើម្បីដឹកនាំ SpaceX បានកុងត្រាជាមួយអាមេរិករាប់10,000លានគឺលក់ក្បាលឲ្យគេកុំភ្លើបើសិនណាជាអាមេរិកគេអត់ចុះកុងត្រាមួយ SpaceX SpaceX នេះវាខ្លាយទៅជា SpaceX Boeing ក៏លក់ក្បាលដែរកុំភ្លើស្ដាប់បានទៅអញ្ចឹងកុំភ្លើអារឿងលក់ក្បាលនេះគេលក់រាល់តដងគេលក់រាល់ថ្ងៃឲ្យតែវាត្រូវថ្លៃតែសមត្ថភាពអាអ្នកនិយាយហ្នឹងវាអត់មានលុយទិញទេឧបមាថាចៅឯងចង់ជួលជាងសង់ផ្ទះចៅឯងគ្មានលុយជាងសង់ផ្ទះល្អចៅឯងអត់បានផ្ទះល្អទេជាងគេលក់ក្បាលឲ្យចៅឯងប៉ុន្តែតម្លៃគេវាខ្ពស់អញ្ចឹងចៅភាសារបស់ចៅឯងដែលនិយាយស្មានតាឈឺមកមីតាមិនឈឺផងអញ្ចឹងតាអាណិតតាបញ្យល់ឯងទៅក្បាលដែលគេខំរៀនហ្នឹងគេចង់លក់បានថ្លៃមានន័យថាគេខំរៀនដើម្បីគេទៅធ្វើការបានប្រាក់ចំណូលខ្ពស់ដល់តនទេទៅជឿពួកអាមនុស្សខួរមិនបានក្តោខ្ជាយផងចេះមកនិយាយនឹកឃើញថានិយាយទៅតាជេមសុកហ្នឹងគាត់ឈឺណាអញឈឺអីអញឈឺអីអញបើគ្រាន់តែ MMO អញចិត្ត30000មួយខែហើយប្រាក់សោធនវត្តអញចិត្ត10000ហើយវិនិយោគអញហ្នឹងចិត្ត10000ណាអញចាំឆ្កែ5យ៉ាងសបាយឆ្កែអញដេកពុកណាអញរស់នៅផ្ទះតូចមួយជាខ្ទមទំហំ475ម៉ែត្រការ៉េឲ្យតែត្រូវថ្លៃអញលក់ឲ្យភ្លើនេះភ្លើឲ្យតែត្រូវថ្លៃអញលក់ឲ្យតែអញមិនភ្លើដោយឯងទេអញលក់ស្របច្បាប់ឲ្យតែត្រូវថ្លៃអញលក់ឲ្យអញបើឲ្យអញដាក់ផ្លាកមួយថា for sale បើអញដាក់ផ្លាកមួយ for sale ក៏អញដាក់ដែរគឺសម្រាប់តែលក់ទេអាកាភ្លើខួរក្បាលឯងមិនបានប៉ប៉ិនមើមខ្ជាយឯងអត់យល់ពាក្យហ្នឹងទេឯងគិតថាឯងទៅសេអញហ្នឹងអញឈឺអញសើចចៅអើយចៅណាឥឡូវឆ្លើយទៅទៀត